សួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីរាប់អានថ្ងៃនេះមកចងគោបងប្អូនអើយមកចងគោហើយមេឃក៏ក្តៅពេកក៏ជ្រកក្នុងលុបដើមឈើសិនបងប្អូនអើយនេះមើលក្តៅខ្លាំងណាបងប្អូនសួស្តីពុកម៉ែបងប្អូនខាងបងប្អូនក្តៅអត់បងប្អូនខាងខ្ញុំក្តៅអត់ភ្លៀងទេបងប្អូនអើយគឺតែក្តៅឲ្យគត់តែអត់ភ្លៀងទេនឹងមិនទេក្តៅសំបីតែគូកន្លែងទឹកផឹកអត់បានទេបងប្អូនអើយណាគូកន្លែងផឹកទឹកអត់បានទេព្រោះអត់ភ្លៀងសោះក្តៅមែនតើបងប្អូនអើយនឹងខ្ញុំនៅក្រោមលុបដើមព្រីងទេបងប្អូនលុបដើមព្រីងទេបីក្តៅបងប្អូនអើយគូស្មៅស៊ីអត់បានហើយកន្លែងខ្លះគេភ្ជួរអស់ទៀតបងប្អូននេះភ្ជួរអស់ហើយកន្លែងនេះមាននេះកន្លែងគូស៊ីទេមេឃក្តៅពេកក្តៅអត់ភ្លៀងដៅឡើង3កហែងអស់ហើយបងប្អូនអើយភ្លៀងទេនេះដើមព្រីងនេះផ្អែមឆ្ងាញ់បងប្អូនព្រីងបាយតែផ្អែមណាព្រីងហ្នឹងផ្អែមឆ្ងាញ់នេះសិតតែដើមព្រីងបងប្អូនបានប្រលប់ហ្នឹងឯងកំអីហ្នឹងងាប់ហើយអ្នកមើលគូដូចគូអីវាដើរស៊ីក្តៅអីវាមិនជ្រកនៅក្រោមដើមហ្នឹងបងប្អូនក្តៅមិនក្តៅពេកក្តៅអត់ភ្លៀងទេបងប្អូនដើមឈើបងប្អូននេះក្រោមដើមឈើណានេះដើមឈើទេក្តៅណាស់តាមពិតមេឃក្តៅបងប្អូនក្តៅខ្លាំងដល់ហើយខាងបងប្អូនមិនដែរបងប្អូនអើយមានភ្លៀងមានអីទេអត់បានតិចអត់ខាងខ្ញុំនេះក្តៅចង់នេះឲ្យដើរទៅផ្ទះដើរដល់បងប្អូនឈប់ឡើង3 4 តំណាក់ហើយឈប់3 4 តំណាក់ហើយក្តៅពេកបងប្អូនអើយក្តៅពេកចេញណាស់ចាំព្រឹកហើយឃើញក្តៅពេកប៉ុណ្ណានេះនៅចង់តិចទៀតបងប្អូនក្តៅទៀតអូធម្មតាទេបងប្អូនអើយក្តៅអីគេភ្ជួរអស់បងតែអត់ភ្លៀងអាចប៉ុណ្ណានៅឈរទាំងអស់អាចប៉ុណ្ណាអត់មានត្រូវទឹកអីទេតាំងពីភ្ជួរមកខែជាងឥឡូវហើយបងប្អូនមកខែជាងអត់មានភ្លៀងទេអាចប៉ុណ្ណានៅឈរទាំងអស់នេះក្តៅបងប្អូនចឹងខ្ញុំដើរទៅមុខទៀតហើយបងប្អូនអរគុណច្រើនបងប្អូនជួយនេះបងប្អូនជួយ follow និងជួយ like ជួយ comment បងប្អូនដើម្បីឲ្យYouTube របស់ខ្ញុំបានរីកធំដុះដាលជាងគេបងប្អូនអើយជួយផងបងប្អូនអរគុណច្រើនបងប្អូនបាយបាយ